POS $50មានអត្ថប្រយោជន៍អ្វីខ្លះវីដេអូនេះនឹងបង្រៀនបងប្អូនអំពីរបៀបនៃការមើល dashboard ដើម្បីចូលមើល dashboard យើងចុច icon dashboard នេះមករួចហើយវានឹងបង្ហាញផ្ទាំង dashboard ជារបៀបនេះនៅត្រង់ចំណុចទី1នេះវានឹងបង្ហាញទឹកលុយសរុបដែលបងប្អូនលក់បានក្នុងថ្ងៃហ្នឹងដែលធៀបជាមួយនឹងថ្ងៃម្សិលមិញនៅត្រង់ចំណុចលេខ2នេះវានឹងបង្ហាញចំនួនអតិថិជនដែលបានមកជាសេវាកម្មឬផលិតផលរបស់យើងបន្តមកទៀតយើងអាចមើល monthly report បានក្នុងទម្រង់ជា chart របៀបនេះដែលក្នុងនោះវាបង្ហាញអំពីទឹកលុយសរុបដែលយើងលក់បាន7ថ្ងៃចុងក្រោយទឹកលុយសរុបដែលយើងលក់បានក្នុងខែមុនទឹកលុយសរុបដែលយើងលក់បានក្នុងខែហ្នឹងហើយនឹងភាពកើនឡើងនៃការលក់របស់យើងរួចហើយវានឹងបង្ហាញអំពី average sale ទៅតាមថ្ងៃនីមួយៗបន្ទាប់ពីយើងមើល monthly report ហើយប្រសិនបើយើងចង់មើល weekly report យើងអាចមើលត្រង់ចំណុចនេះបានដែលវានឹងបង្ហាញជា bar chart ទម្រង់របៀបនេះដែលបង្ហាញពីទឹកលុយសរុបដែលយើងលក់បានតាមថ្ងៃនីមួយៗ7ថ្ងៃចុងក្រោយបន្តមកទៀតយើងអាច scroll ចុះក្រោមមកត្រង់ចំណុចនេះវានឹងបង្ហាញក្រុមទំនិញណាដែលយើងលក់ដាច់ច្រើនជាងគេប្រសិនបើយើងចង់មើលទំនិញណាដែលយើងលក់បានអ្វីខ្លះយើងអាចមើលត្រង់ចំណុចនេះបានមួយវិញទៀតប្រសិនបើយើងចង់ទៅមើលរបាយការណ៍ខែចាស់យើងគ្រាន់តែ scroll ខាងលើនេះមករួចហើយយើងដូរខែយើងដាក់ខែចាស់ខែ11នេះមកវានឹងបង្ហាញនៅខែ11ដែលយើងលក់បានក្នុងខែមុន